អាញាធរចុះពិនិត្យទីតាំងចាក់ដីរំលោភលើចំណីស្ទឹងមួយកន្លែងនិងតម្រូវឲ្យម្ចាស់កាយចេញវិញអាញាធរនៃរដ្ឋបាលស្រុកសង្កែដែលមានលោកនាងចន្ទថារាជាអភិបាលស្រុកដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្តប្រធានមន្ត្រីធនធានទឹកនិងឧតុនិយមរួមជាមួយនឹងមន្ទីរជំនាញពាក់ព័ន្ធមួយចំនួនបានចុះពិនិត្យទីតាំងចាក់ដីរំលោភលើចំណីស្ទឹងមួយកន្លែងនៅចំណុចភូមិកំពង់ពិលឃុំវត្តតាមឹមស្រុកសង្កែខេត្តបាត់ដំបងដោយតម្រូវឲ្យម្ចាស់កាយចេញវិញផងដែរក្នុងដំណើរចុះពិនិត្យទីតាំងចាក់ដីរំលោភលើចំណីស្ទឹងសង្កែនាព្រឹកថ្ងៃទី16ខែមីនាឆ្នាំ2026នេះដែរលោកនាងចន្ទថារាអភិបាលស្រុកសង្កែបានបញ្ជាក់ថាក្រោយពីចុះពិនិត្យជាក់ស្ដែងឃើញថាទីតាំងខាងលើនេះបានចាក់ដីរំលោភចូលចំណីស្ទឹងរហូតទៅដល់10ម៉ែត្របន្ទាប់មកក្រុមការងារបានឯកភាពគ្នាថាដីដែលគាត់ចាក់លើស10ម៉ែត្រនេះឲ្យគាត់កាយចេញនិងធ្វើជើងទេឡើងវិញហើយអាចដីដែលកាយយកមកត្រូវយកទៅលុបបំពេញនៅទីតាំងច្រាំងបាក់ធម្មជាតិនៅក្បែរនោះលោកបានបញ្ជាក់ថាបើតាមការស៊ើបសួរទីតាំងខាងលើនេះគឺម្ចាស់ចាក់ដើម្បីទុកចតឡាននៅពេលមានកម្មវិធីជួបជុំបងប្អូនពេលរដូវបុណ្យទានរីឯគោលការណ៍បន្ទាប់របស់រដ្ឋបាលស្រុកត្រូវទប់ស្កាត់មិនអនុញ្ញាតឲ្យមានការសាងសង់លំនៅឋានរឹងមាំនៅទីតាំងនេះទេជាមួយគ្នានោះដែរលោកក៏បានអំពាវនាវនិងទទូចសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ក៏ដូចជាម្ចាស់ទីតាំងខាងលើដែលបានរស់នៅលើចំណីស្ទឹងសូមកុំឲ្យរំលោភយកចំណីស្ទឹងយើងត្រូវចូលរួមការពារទាំងអស់គ្នាព្រោះចំណីស្ទឹងគឺមិនអនុញ្ញាតឲ្យសាងសង់សំណង់រឹងមាំនោះទេពាវនាវហើយក៏ដូចជាការទទូចសូមឲ្យប្រជាពលរដ្ឋក៏ដូចជាម្ចាស់ដែលបានរស់នៅលើចំណីស្ទឹងហ្នឹងសូមកុំឲ្យរំលោភលើចំណីស្ទឹងកុំឲ្យចាក់បាទអញ្ចឹងសូមឲ្យជួយការពារគ្នាបាទហើយព្រោះយើងដែរថានៅចំណីស្ទឹងទាំងការសង់សំណង់រឹងមាំក៏យើងមិនអនុញ្ញាតឲ្យដែរព្រោះវាជាដីសាធារណបរដ្ឋដែលយើងត្រូវការពារបាទសូមអរគុណលោកបាទសូមអរគុណក្រុមការងារដឹកនាំដោយមន្ត្រីធនធានទឹកខេត្តបាត់ដំបងហើយក៏មានសមាជិកឯកឧត្តមសមាជិកខេមស៊ីថាសមាជិកក្រុមប្រឹក្សាខេត្តគាត់ឆ្លងកាត់នេះក៏គាត់បានចូលមកមើលដែរហើយគាត់បានសួរជាយោបល់រួមតើធ្វើម៉េចដីដែលចាក់ឲ្យញាក់ស្រុកហើយនឹងធនធានទឹកបានឯកភាពគ្នាថាអ្វីដែលគាត់ចាក់លើសទៅ10ម៉ែត្រនេះឲ្យគាត់កាយយកវិញធ្វើជាជើងទេកន្លែងហ្នឹងរួចហើយដីដែលកាយយកទៅលុបនៅកន្លែងច្រាំងដែលបាក់ធម្មជាតិនោះវិញដើម្បីជួយការពារច្រាំងយើងបាទហើយទីតាំងដែលគាត់ចាក់នេះតាមការសាកសួរអ្នកជិតខាងម្ចាស់ចាក់គឺគ្រោងចង់ធ្វើជាកន្លែងចតឡាននៅពេលដែលគាត់មកមានកម្មវិធីបុណ្យទានព្រោះដីគាត់នៅខាងមុខទល់មុខគ្នាហ្នឹងដូចជាឆេងមេងបុណ្យចូលឆ្នាំបុណ្យអីជាដើមគាត់មកគ្នាគាត់គ្រួសារធំអញ្ចឹងគាត់យកកន្លែងនេះដើម្បីចតឡានបាទជាគោលការណ៍របស់ស្រុកគឺយើងនឹងទប់ស្កាត់គាត់មិនឲ្យសង់សំណង់អីនៅលើដីដែលបានលើចិញ្ចើមផ្លូវហើយនឹងមាត់ស្ទឹងនេះទេបាទអញ្ចឹងប៉ុន្តែឥឡូវយើងរកម្ចាស់មិនទាន់ឃើញទេតែរដ្ឋបាលស្រុកនឹងព្យាយាមតាក់ទងរកម្ចាស់ដើម្បីឲ្យកាយដីដែលបានចាក់នេះឲ្យคลายទៅជាទេហើយយកដីទៅលុបច្រាំងដែលបាក់ធម្មជាតិនៅក្បែរគ្នាហ្នឹងប្រហែល20ម៉ែត្រពីគ្នាបាទសូមគោរពអរគុណលោក